លោកត្រាំចង់ថាកំពុងពិចារណាបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់បិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវសេតវិមានកាលពីមុនបងប្អូនមានចាំទេតែពេលខ្ញុំផ្សាយថាលោកត្រាំថាសង្គ្រាមនៅអ៊ីរ៉ង់នេះអាចត្រូវការពេលពី4ទៅ5សប្តាហ៍4ទៅ5សប្តាហ៍បានន័យថាច្រើនបំផុត5សប្តាហ៍ប៉ុន្តែថ្ងៃម្សិលមិញនេះគឺអ្នកនាំពាក្យសេតវិមានអ្នកស្រី Caroline Levitt បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសង្គ្រាមនៅអ៊ីរ៉ង់អាចបញ្ចប់ពី4ទៅ6សប្តាហ៍បងប្អូនត្រូវចាំណាឡើងមួយសប្តាហ៍ទៀតហើយកាលពីមុន4ទៅ5សប្តាហ៍ឥឡូវនេះអាចពី4ទៅ6សប្តាហ៍ពាក្យដែលគាត់ប្រើមិនមែនចិត្តរនទេដូច្នេះវាអាចត្រូវការពេលវេលាបន្ថែមប៉ុន្តែបងប្អូនបើគាត់ថែមមួយសប្តាហ៍ទៀតដូចជាមិនជាវែងឆ្ងាយអីលើគ្នាមួយអាទិត្យមែនទេព្រោះរុស្ស៊ីថាវាយអ៊ុយក្រែនណាតែ24ម៉ោងទេឥឡូវមកដល់នេះ4ឆ្នាំជាងឯងបងប្អូនមិនមែនត្រឹម24ម៉ោង4ឆ្នាំជាងថាវាយអ៊ុយក្រែនអត់បិចក្នុង24ម៉ោងអញ្ចឹងយើងពិបាកស្មានដែរព្រោះសង្គ្រាមពេលខ្លះយើងមើលផ្ទៃក្នុងគេមិនអស់នៅអ៊ីរ៉ង់នេះណាបើមកដល់ម៉ោងនេះបើយើងនិយាយជាឲ្យស្រួលស្ដាប់គឺវាខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់បាត់អស់អាប្រព័ន្ធកញ្ជ្រួចការពារគាត់ជាពិសេសដែនទឹកគាត់គឺខ្ទេចហើយសមុទ្រហ្នឹងគឺកប៉ាល់ចម្បាំងរបស់អ៊ីរ៉ង់គឺលិចនៅបាតសមុទ្រទាំងអស់ហើយអាហ្នឹងគឺជាអង្គហេតុពិតព្រោះអាមេរិកបាញ់កំទេចលិចដល់បាតទឹកអស់ហើយសំបីតាអានាវាស្អីក៏ដោយគឺបាញ់ម៉ត់ហើយយន្តហោះបដិញរបស់អ៊ីរ៉ង់ក៏ម៉ត់អស់ដែរខ្ទេចខ្ទីអស់ដែរអត់មានទេនៅតែ drone ហើយនឹងប្រព័ន្ធមីស៊ីលទេដែលបាញ់ពីក្នុងដីប្រព័ន្ធទាំងអស់នេះក៏អាមេរិកកំពុងកំទេចជាបដាដែរអញ្ចឹងហើយបានជាថ្ងៃនេះលោកត្រាំគាត់និយាយរឿងពីរដែលគួរឲ្យចាប់អារម្មណ៍ទី1គាត់ថាកំពុងតែបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នេះបិទបញ្ចប់បានន័យថាម៉េចបងប្អូនដូចតែយើងកំពុងតែបើកឡានកំពុងតែលបឿនលឿនអញ្ចឹងណាអញ្ចឹងបានន័យថាយើងបន្ថយម៉ូតូអញ្ចឹងយើងបន្ថយហ្គែយើងបន្ថយដៃមកដើម្បីឲ្យវាថយលបឿនទៅរកទីបញ្ចប់មិនមែនជន់ហ្វ្រាំងងក់ឲ្យឈប់ចឹងទេអញ្ចឹងគាត់កំពុងថាបន្ថយហ្គែហើយដើម្បីឲ្យសង្គ្រាមនេះឆាប់ចប់ប៉ុន្តែនៅក្នុងពេលដែលគាត់ថាសង្គ្រាមនឹងឆាប់ចប់អ្នកស្រីនៅសេតវិមាននេះគឺនាំពាក្យរបស់រដ្ឋាភិបាលលោកត្រាំនេះគាត់ថាអាចត្រូវការពេល4ទៅ6សប្តាហ៍អូខេ4ទៅ6សប្តាហ៍ក៏មិនអីដែរតែយើងមើលឃើញសង្គ្រាមនៅអ៊ីរ៉ង់នេះគឺវាចាប់ផ្ដើមថយទៅអញ្ចឹងមែនហើយដោយសារតែការបាញ់ប្រហារគឺភាគច្រើនទៅតាមសម្ព័ន្ធមិត្តរបស់អាមេរិកគឺអ៊ីស្រាអែលនិងអាមេរិកទេបើចង់បាញ់សន្ធាប់បន្ថែមគឺបន្ថែមបើថាអត់ទេគឺអ៊ីរ៉ង់ហាក់បីដូចជានៅចាំតែសង្ងំការពារខ្លួនបាញ់ម្ដងម្កាលជាពិសេសច្រកសមុទ្រហូមូសដែលដឹកប្រេងចេញអញ្ចឹងឥឡូវនេះលោកត្រាំនិយាយបែបនេះមានរឿងពីរមួយទៀតគឺថាចង់ឲ្យវាបិទបញ្ចប់ឆាប់ប៉ុន្តែក្នុងពេលជាមួយនេះកំពុងតែបញ្ជូនកងកម្លាំងរបស់អាមេរិកតាមកប៉ាល់ចម្បាំងទៅមជ្ឈិមបូព៌ា2500នាក់គាត់ថានឹងបិទបញ្ចប់ប៉ុន្តែបញ្ជូនកម្លាំងទ័ពអាមេរិកដែលជាទ័ពជើងគោកហ្នឹងណាទៅតំបន់មជ្ឈិមបូព៌ាតែលោកបានប្រកាសថ្ងៃនេះច្បាស់លាស់ថាអាមេរិកនឹងមិនយកទ័ពថ្មើរជើងណាម្នាក់ទៅជន់លើទឹកដីអ៊ីរ៉ង់ទេបានន័យថាមិនបញ្ជូនទៅទឹកដីអ៊ីរ៉ង់ទេអញ្ចឹងបានលោកភ័យដែរព្រោះអីប្រជាពលរដ្ឋអាមេរិកអត់ចង់ឲ្យដាក់ទ័ពថ្មើរជើងរបស់អាមេរិកនៅលើទឹកដីអ៊ីរ៉ង់ទេព្រោះខ្លាចស្លាប់ទាហានអាមេរិកដោយឥតប្រយោជន៍អញ្ចឹងបើសិនជាវាយពីលើអាកាសបានអីហ្នឹងក៏គេមិនសូវគ្រប់គ្រងផងគាត់ថាឥឡូវយកមនុស្សទៅស្លាប់ទៀតខ្ញុំជឿថាលោកត្រាំគាត់មិនអាចនឹងមកប្រាប់ប្រជាពលរដ្ឋអាមេរិកដើម្បីឲ្យស្ងប់ចិត្តទេព្រោះមកដល់ម៉ោងនេះទាហានអាមេរិកចំនួន13រូបហើយដែលបានពលីនៅក្នុងសមរភូមិនៅឯប្រទេសអ៊ីរ៉ង់តាមពិតគាត់មិនមែនស្លាប់នៅក្នុងអ៊ីរ៉ង់ទេស្លាប់នៅក្នុងសង្គ្រាមព្រោះយើងដឹងហើយលើកទី1នៅពេលដែល drone របស់អ៊ីរ៉ង់បាញ់ត្រូវមូលដ្ឋានទ័ពយោធាអាមេរិកនៅគូវេតស្លាប់ទាហានអស់6នាក់ហើយក្រោយមកទៀតទាហាន6នាក់ទៀតស្លាប់ដោយសារតែអាយន្តហោះដឹកប្រេងទៅចាក់ប្រេងនៅលើអាកាសរបស់គាត់ហ្នឹងប៉ះគ្នាមិនមែនត្រូវការបាញ់ប្រហារទេគឺប៉ះគ្នានៅលើអាកាសហ្នឹងក៏ធ្លាក់ឆេះទៅគឺស្លាប់មនុស្សអស់6នាក់ទៀតយន្តហោះមួយគ្រឿងទៀតចុះចតដោយសុវត្ថិភាពអញ្ចឹងអស់12នាក់នៅក្នុងហ្នឹងក៏មានទាហានអាមេរិកដែលក្នុងបេសកកម្មហ្នឹងស្លាប់ដោយជំងឺរោគគាពាតទេអញ្ចឹងស្លាប់អស់13នាក់ហើយមកដល់ម៉ោងហ្នឹងប៉ុន្តែបងប្អូនទាហានអាមេរិកស្លាប់13នាក់ហ្នឹងមិនមែនស្លាប់នៅទឹកដីអ៊ីរ៉ង់ទេគឺនៅគូវេតឬក៏នៅដែនដីនៅប្រទេសអ៊ីរ៉ាក់